សំលេងរាត្រីស្ងាត់ខ្យល់បក់ផាត់រសៀករសៀកមកប៉ះកាយាសត្វបាក់សាបាក់សីក៏ចូលទ្រនំធ្វើឲ្យរូបខ្ញុំស្រណោះស្រណោម៉ោង10រាត្រីកាលហើយមនុស្សម្នាគេងលងលក់អស់ហើយនៅឡើយតែរូបខ្ញុំម្នាក់អង្គុយក្រោមដើមដូងមួយដើមនៅក្បែរផ្ទះដោយគិតថាអោជីវិតដ៏កំសត់មិនដឹងថ្ងៃណាស្រណុកទេមើលទៅស្រណោះសំលេងស្នូទឹកភ្លៀងហូរតក់តក់ក្បែរផ្ទះខ្ទោម៉ែពុកប្អូនធ្លាប់អង្គុយជុំគ្នាស្ដាប់ពុកនៃទានរឿងព្រេងឲ្យស្ដាប់ជាច្រើនរឿងរហូតដល់គេងលងលក់លើភ្លើងម្ដាយក៏មានដែរស្រណោះវ័យកុមារជាវ័យមិនសូវគិតច្រើនទេក្រៅពីរៀនសូត្រហើយមើលមេរៀនដែលអ្នកគ្រូដាក់ឲ្យញ៉ាំគេងនិងជួយធ្វើការងារក្នុងផ្ទះជំនួសឪពុកម្ដាយខ្លះនិយាយពីរឿងមួយទៀតកាលពីនៅតូចខ្ញុំគឺជាក្មេងម្នាក់អូសានណាស់ធ្វើការអ្វីមិនឲ្យឪពុកម្ដាយអាក់អន់ស្រពោនចិត្តទេគ្រួសារខ្ញុំជាគ្រួសារតូចមួយតែមានសេចក្តីសុខពេញលេញតែអានិច្ចាពួកគាត់ក៏បែកមេឃធៀងគ្នាអស់ទៅខ្ញុំរស់នៅជាមួយជីដូនចាស់យ៉ាងកំសត់វេទនាដោយគ្មានទីពឹងពុំអ្នកអាស្រ័យសោះឡើយនៅក្នុងភូមិតូចមួយជិតផ្សារជុំគ្រីស្រុកឈូកខេត្តកំពតដែលស្ថិតនៅចុងភ្នំមានក្មេងប្រុសម្នាក់ឈ្មោះថាសុភ័ក្រគាត់គឺជាកូនកំព្រាដែលមិនបានស្គាល់មុខឪពុកម្ដាយរបស់គាត់សោះតាំងតែពីគាត់ចេះដឹងក្តីមកគាត់រស់នៅជាមួយជីដូនចាស់ដែលជាមនុស្សតែមួយគត់នៅលើលោកនេះដែលស្រឡាញ់និងថែរក្សាគាត់ដោយចិត្តស្មោះជីដូនរស់នៅក្នុងផ្ទះឈើចាស់មួយដំបូលប្រក់ស្លឹកចិញ្ចាំងមានរន្ធតូចទោះបីជាជីវភាពក្រីក្រប៉ុន្តែជីដូនតែងប្រាប់សុភ័ក្រថាកូនអើយទ្រព្យសម្បត្តិមិនសំខាន់ទេសំខាន់គឺចិត្តល្អនិងការខិតខំតស៊ូគង់បានសម្រេចក្តីប្រាថ្នាជាមិនខានរាល់ព្រឹកសុភ័ក្រត្រូវតែភ្ញាក់ពីព្រលឹមដើម្បីទៅកាប់ឈើឬទៅជួយធ្វើស្រែគេដកស្មៅជាដើមដើម្បីរកប្រាក់បន្តិចបន្តួចទៅឲ្យលោកយាយទៅទិញអង្ករក្មេងៗក្នុងភូមិខ្លះមានឪពុកម្ដាយមានលុយចាយបាយញ៉ាំគ្រប់គ្រាន់មានសម្លៀកបំពាក់ស្អាតហើយទៅសាលារៀនដោយសប្បាយចិត្តចំណែកសុភ័ក្រវិញគាត់ត្រឹមតែឈរមើលពីចម្ងាយដោយចិត្តពោពេញដោយក្តីស្រមៃម្ដងមកកាលគាត់ត្រូវបានក្មេងខ្លះចំអកថាកូនកំព្រាគ្មានឪពុកម្ដាយពាក្យទាំងនោះដោយមកជុលចាក់ចូលក្នុងបេះដូងគាត់ប៉ុន្តែសុភ័ក្រមិនដែលឆ្លើយតបទេគាត់គ្រាន់តែស្ងៀមស្ងាត់ហើយសម្រក់ទឹកភ្នែកយកលាក់ក្នុងចិត្តក្រៀមក្រំតែឯងថ្ងៃមួយជីដូនឈឺធ្ងន់សុភ័ក្រភ័យខ្លាចណាស់ព្រោះគាត់មិនដឹងថានឹងរស់នៅយ៉ាងដូចម្ដេចបើគ្មានជីដូនគាត់អង្គុយក្បែរគ្រែហើយកាន់ដៃជីដូនយ៉ាងរឹងមាំពេលនោះជីដូនញញឹមតិចហើយនិយាយដោយសំឡេងខ្សោយថាសុភ័ក្រកូនត្រូវខិតខំរៀនកុំចោះចាញ់វាសនាជីវិតកូនទៅមុខវែងណាស់បន្ទាប់ពីថ្ងៃនោះមិនយូរប៉ុន្មានជីដូនក៏បានលាលោកនេះទៅផ្ទះតូចមួយខ្លាចជាស្ងាត់ស្ងៀមហើយសុភ័ក្រនៅតែម្នាក់ឯងវាសនាកូនកំព្រាដូចជាខ្យល់ត្រជាក់បក់មកលើជីវិតគាត់ដោយគ្មានមេត្តាទោះជាយ៉ាងណាសុភ័ក្រមិនបោះបង់ខ្លួនឯងឡើយគាត់ចង់ចាំពាក្យជីដូនហើយសម្រេចចិត្តទៅសុំរៀននៅសាលាមួយនៅក្នុងភូមិក្បែរផ្ទះគឺភូមិកំណប់អ្នកគ្រូម្នាក់ឃើញស្ថានភាពកូនសុភ័ក្រក៏កាត់យល់ភ្លាមហើយថែមទាំងអាណិតក៏មានចិត្តអាណិតឲ្យរៀនទៅសុភ័ក្រខិតខំណាស់ក្នុងការរៀនសូត្រគេមិនដែលឈប់ទេ
ព្រមទាំងភាពស្មោះត្រង់របស់គាត់អ្នកគ្រូក៏អនុញ្ញាតឲ្យគាត់រៀនដោយមិនគិតថ្លៃទៀតផងពេលថ្ងៃសុភ័ក្រទៅរៀនពេលល្ងាចគាត់ទៅធ្វើការជួយគេដើម្បីរកប្រាក់បានបន្តិចបន្តួចដើម្បីរកប្រាក់និងអាហារទោះបីជាហត់នឿយយ៉ាងណាក៏គាត់មិនដែលត្អូញត្អែសៀវភៅចាស់ចាស់និងពន្លឺភ្លើងខ្សោយៗនៅក្នុងរាត្រីបានប្រែក្លាយជាមិត្តជិតស្និទ្ធរបស់គាត់រៀងរាល់យប់12ឆ្នាំកន្លងផុតទៅសុភ័ក្រក្លាយជាសិស្សឆ្នើមម្នាក់នៅក្នុងថ្នាក់រៀនរបស់គេក្មេងៗដែលរស់នៅក្នុងភូមិជាមួយគ្នាដែលធ្លាប់តែចំអកលក់លើយឲ្យគាត់បែរត្រឡប់មកថ្ងៃនេះវិញត្រូវសរសើរនិងគោរពគាត់មិនដែលយកអតីតកាលមកសងសឹកឡើយតែយកជាមេរៀនសម្រាប់ជីវិតទុកជាបទពិសោធន៍នេះដោយសារការតស៊ូអត់ធ្មត់ខំប្រឹងរៀនសូត្រដោយគាត់រំពឹងក្នុងចិត្តថាចំណេះវិជ្ជាជាកំណប់ដ៏មហាសាលនាពេលអនាគតថ្ងៃមួយសុភ័ក្រទទួលបានអាហារូបករណ៍ទៅរៀនបន្តនៅទីក្រុងភ្នំពេញមុនចាក់ចេញពីភូមិកំណប់ភូមិខ្ពុករុនភូមិព្រៃខ្លីភូមិពងទឹកភូមិស្រែចែងព្រឹកប្រហៀមឡើងគាត់ទៅឈរក្រាបមុខនៅភ្នូជីដូនហើយនិយាយនៅក្នុងចិត្តថាជីដូនអើយខ្ញុំបានធ្វើដូចពាក្យដែលជីដូនបានប្រាប់ហើយខ្ញុំបានតស៊ូគ្រប់ឧបសគ្គក្នុងជីវិតឯកជនធ្វើការឲ្យគេតាមផ្ទះក៏មានដែរមើលគោក្របីកាប់អស់រែកទឹកដាំបាយជូតផ្ទះលាងចានបោកខោអាវស៊ីឈ្នួលដកសំណាបស្ទូងជួររស់ដីស្រែយកកម្រៃមករៀនសូត្រនេះហើយជីវិតកូនជនបទអ្នកស្រែពាក្យក្នុងចិត្តគឺការតស៊ូដំណើរទៅភ្នំពេញថ្ងៃមួយក្នុងពេលព្រះអាទិត្យទើបនឹងរះពីលើដើមត្នោតសុភ័ក្រទទួលបានសម្បត្តិមួយដែលបានផ្លាស់ប្ដូរជីវិតគាត់ទាំងស្រុងសម្បត្តិនោះមិនមែនជាសម្បត្តិធម្មតាទេវាជាលិខិតបញ្ជាក់អំពីអាហារូបករណ៍អនុញ្ញាតឲ្យគាត់ទៅរៀនបន្តនៅឯទីក្រុងភ្នំពេញទីក្រុងដែលគាត់ធ្លាប់ឮតែឈ្មោះប៉ុន្តែមិនដែលស្រមៃថាខ្លួនឯងនឹងមានថ្ងៃទៅដល់សុភ័ក្រកាន់សម្បត្តិនោះដៃញ័របន្តិចភ្នែកសើមមិនដឹងជាទឹកភ្នែកក្តីសុខឬក៏ទឹកភ្នែកក្តីភ័យគាត់នឹកឃើញជីដូនភ្លាមនឹកឃើញថ្ងៃដែលខ្លួនឯងដើរជើងទទេដៃកាន់កំបិតដើរទៅរកកាប់អស់ឬក៏ធ្វើការឲ្យគេដើម្បីរកអង្គមួយពេលថ្ងៃចាក់ចេញពីភូមិអ្នកភូមិមកជូនដំណឹងគាត់មនុស្សដែលធ្លាប់មាក់ងាយយើងមើលរំលងយើងថ្ងៃនេះវិលមកផ្ដល់ពាក្យលើកទឹកចិត្តទៅចោះណាគ្រូណាពួកគាត់អ្នកភូមិកំណប់ភូមិខ្ពុករុនភូមិព្រៃខ្លីភូមិពងទឹកនិងភូមិស្រែចែងនិងបងប្អូននៅក្នុងភូមិទាំងអស់និងលោកយាយផាន់អាយុ80ឆ្នាំថ្លាយក៏បាននិយាយថាល្អណាស់គ្រូណាទៅចោះណាចៅកុំភ្លេចភូមិយើងណាចៅពេលអ្នកទៅកុំភ្លេចស្រុកកំណើតយើងណាពេលណាមិនសប្បាយចិត្តកើតទុក្ខក្រៀមក្រំមានតែស្រុកភូមិយើងទេណាចៅទទួលបានភាពកក់ក្ដៅថ្មីបិទតែលឺសូរសំឡេងសត្វគោក្របីយំមន់ទាឆ្កែស្រែកក៏ពិតមែនតែជាទីជំរកកន្លែងផ្ដល់ស្នាមញញឹមផ្ដល់កំណើតឲ្យចៅកន្លងមកឲ្យចៅមានថ្ងៃនេះកំសត់កំរមានតម្រេះវិជាគឺដោយសារទីជំរកនេះដែរណាចៅយាយមិនមានរឿងអ្វីនិយាយច្រើនទេយាយជូនពោចៅសូមជីវិតចៅមានក្តីសុខគ្រប់ប្រការណាចៅណាទីក្រុងមានពន្លឺពណ៌ខុសពីស្រុកស្រែជនបទត្រូវថែទាំខ្លួនប្រាណប្រយ័ត្នមាននារីណាគេបោកចៅប្រុសសង្ហារបស់យាយទៅបាត់ទៅបាទខ្ញុំអរគុណឲ្យលោកយាយនិងអ្នកភូមិទាំងអស់គ្នាសុភ័ក្រឡើងឡានតាក់ស៊ីចេញដំណើរចេញពីផ្សារជុំការីទឹកមុខស្ងួតស្រងាត់ក្រៀមក្រំបេះដូងលោតញាប់ញ័រទឹកភ្នែកហូរតិចស្រណោះស្រណោកក្នុងជីវិតសោកសៅអារម្មណ៍មីដេះដាស់មើលត្រឡប់ក្រោយកាត់តាមផ្លូវផ្សារត្រពាំងអណ្ដើក
ផ្សារស្លាបលេងផ្សារមេត្រីស្រុកគោកពិសីខេត្តកំពង់ស្ពឺមើលវាស្រែមើលភ្លៅដីក្រហមហើយត្រឡប់ពេញភ្នែកអ្នកជិះកង់ជិះម៉ូតូមើលវាលព្រៃព្រឹក្សាបាក់សាបាក់សៃសួនដំណាំដាំដុះបងពូមីងអ៊ំខ្លះរែកទឹកស្រោចបន្លែធ្វើស្រែចំការច្បារដំណាំច្រូតកាត់គ្រប់ប្រភេទតាមដងផ្លូវគឺផ្លូវព្រះបាទអង្គឌួងឬហៅថាផ្លូវជាតិលេខ41ពីថ្នល់ទទឹងទៅខេត្តកំពតក្នុងចិត្តសុភ័ក្រមិននឹងណូតទេនឹករឿងអតីតកាលរបស់ខ្លួនមិនដឹងទៅជាយ៉ាងណាពេលដែលទៅដល់ទីក្រុងឆើតឆាយស៊ីវិល័យមានភ្លើងពណ៌ចម្រុះនោះអ្វីដែលសំខាន់អារម្មណ៍ចេះតែគិតមើលអតីតកាលរបស់ខ្លួនដែលនៅតែបោះប្រលឹងនៅទីនោះស្រមោលអតីតស្រមោលដែលតែងតែលងបន្លាចចិត្តរបស់យើងគឺជាស្រមោលអតីតកាលដែលអាក្រក់វាតែងតែលងបន្លាចយើងរៀងរាល់ពេលនៅពេលដែលយើងបណ្ដោយខ្លួនឯងឲ្យធ្លាក់ទៅក្នុងស្រមោលនោះប្រកបណាស់ផ្លូវដែលចេញមកវិញគឺពិបាករកយើងអាចពិបាកក្នុងការឆ្លងកាត់នៅរឿងដែលឈឺចាប់ជាច្រើនក្នុងអតីតកាលតែកុំភ្លេចថាខ្លួនឯងពេលនេះគឺកំពុងស្ថិតនៅកន្លែងណាកំពុងធ្វើអ្វីហើយតើផ្លូវទៅមុខយើងចង់ឃើញខ្លួនឯងនៅកន្លែងណាមានរឿងច្រើនណាស់បើវាកន្លងទៅហើយក៏ឲ្យវាផុតទៅព្រោះបើយើងនៅតែជីកកកាយយកមកវិញគឺមិនបានចំណេញអ្វីទេបើដឹងហើយថាការសាររើរឿងអតីតកាលមកវិញនឹងធ្វើឲ្យខ្លួនយើងឈឺចាប់ទៅហើយតើខំប្រឹងរំលឹកធ្វើអ្វីដោះលែងអតីតកាលរៀនពីបទពិសោធន៍ឈឺចាប់ក្នុងអតីតកាលតែមិនយកអតីតកាលជាខ្មោចលងចិត្តឡើយយើងមិនអាចកែប្រែម្សិលមិញបានទេរឹតតែមិនដឹងថាថ្ងៃស្អែកយ៉ាងណាទីក្រុងឆាតឆាយអាឡ័យនឹកស្រុកស្រែចឹងក៏មករៀនអីបានត្រឹមតែគិតនិយាយចេញទេស៊ូដូច្នេះរស់នៅជាមួយនឹងបច្ចុប្បន្នទៅបើជួបបញ្ហាត្រូវដោះស្រាយហើយរឿងខ្លះអាចលើកលែងបានក៏លើកលែងទៅជីវិតកុំជួបជំពាក់ច្រើនពេកជាមួយស្រមោលអតីតហើយកុំលងលក់នឹងអនាគតដែលមិនតាន់មកដល់ពេកអីត្រូវថែរក្សាថ្ងៃនេះឲ្យល្អបំផុតទៅបានហើយខ្លួនទីពឹងខ្លួនឯងសុភ័ក្រនិយាយមិនតាន់ផុតពីមាត់ផងក៏តែកង់ឡានតាក់ស៊ីក៏ស្រែកហៅថាមកពួកយើងនាំគ្នាចុះពីលើឡានសិនទៅរកញ៉ាំអីសិនចាំបន្តដំណើរទៅទៀតការធ្វើដំណើរតាមឡានក្រុងក្រោមរស្មីជ្រិចនៃធួងតារារាប់រយពាន់ហោះហើរលើវេហាទាំងគូទឹកស្ទឹងក្នុងស្ពានគុនគ្រូនៅតែហូរមិនដាច់ហាក់គ្មានក្តីនឿយណាយនឹងធម្មជាតិដែលបានបង្កើតខ្លួនមកសោះឡើយនៅតាមផ្លូវសម្បូរទៅដោយធម្មជាតិស្រស់បំព្រងនៃក្លិនពីដោក្រអូបឈ្ងុយឈ្ងប់គ្រប់យ៉ាងមិនចេះចិនណាយនៅពេលនោះពួកខ្ញុំបាននាំគ្នាចុះពីឡានក្រុងរៀងខ្លួនដើម្បីទៅរកទិញអ្វីញ៉ាំអ្នកខ្លះទិញទឹកអ្នកខ្លះទិញបាយអ្នកខ្លះទិញនំនែកជាដើមលាក់នឹងលាក់ដោយឡែកតែខ្លួនខ្ញុំវិញមិនបានទិញអ្វីញ៉ាំទេខ្ញុំបានដើរទៅអង្គុយនៅក្បែរក្រោមដើមឈើមួយដើមគឺដើមចំបក់យ៉ាងធំមានម្លប់ត្រឈឹងត្រឈៃនៅក្បែររបងផ្ទះម៉ាណាវីនោះដែរស្រាប់តែខណៈពេលនោះខ្ញុំបានក្រឡេកភ្នែកប្រទះនឹងនារីម្នាក់រូបរាងសុភាពរាបសារសាច់សមាត់ខៃក្រៃណាពាក់អាវពណ៌ផ្កាឈូកលឿងទុំសក់សមក្របស្មានេត្រាខ្មៅយង
សង្ហាគួរឲ្យប៉ែតតីតើស្រស់ស្រីឈ្មោះអ្វីដែរបងអ្នកកំឡោះស្រុកគងពិសីសុំស្នើសម្ដីឆ្លងឆ្លើយវាចាតើបានទេនួនល្អបើមិនបានស្គាល់ផ្ទះពីលពៅសុំត្រឹមតែស្គាល់ឈ្មោះជីវ៉ាអូនកូនអ្នកក្រុងឬអ្នកផ្សារសូមអូនវាចាតបមកកវីផងខ្ញុំមើលរូបរាងកែវជីវ៉ាខ្ញុំប្រាថ្នាដូចថាមិនទាន់មានប្តីទេដឹងពេលនោះស្រស់នួនល្អងបានតបវាចាថាលោកជាកវីឬក៏ជាព្រាននារីហេតុអ្វីបានសួរគេអញ្ចឹងប្រុសអីមិនចេះខ្មាស់អៀនអញ្ចឹងលោកដឹងទេកន្លែងនេះមនុស្សម្នាច្រើនណាស់ឬលោកជាព្រាននារីអាងតែខ្លួនសង្ហាមានសម្រស់បានជាវាចាអញ្ចឹងតែលោកដឹងទេនាងខ្ញុំនេះណាឈ្មោះសូភីជាកូនអ្នកផ្សារអង្គមេត្រីហើយជាកូនអ្នកស្រែដល់បរិសុទ្ធទៀតផងបងកុំប៉ែតតីឬប្រាថ្នាអ្វីមិនបានទេសុំប្រុសមាសស្ងួនទៅរកអ្នកផ្សេងទៅក៏មកញ៉ែញ៉ង់រកអ្វីកន្លែងនេះមិនមានទេណាបើចង់ញ៉ែខ្លាំងណាស់មិនខ្វះទេអញ្ជើញលោកទៅរកទៅរកនៅឯណាអូនស្រីវាចាថានៅវែងស្រេងមិនខ្វះទេបងប្រុសនៅទីនេះមានតែអ្នកសិក្សាទេខ្ញុំនៅវ័យសិក្សាគឺវ័យស្វែងរកវិជ្ជាដាក់ខ្លួនស្នេហារបស់ខ្ញុំមានតែក្នុងសៀវភៅទេសូមលោកប្រុសក៏មកវិចារបើកទំព័របេះដូងនៅទីនេះនាំខ្មាស់គេលោកមើលទៅមនុស្សច្រើនណាស់ណានាងសុភីក៏បានសួរថាចោះលោករកទិញអ្វីដែរឆាប់ប្រាប់មកលោកសុភ័ក្រក៏បាននិយាយតបថាខ្ញុំចង់ទិញបេះដូងក្មេងតូចម៉ាណាវីស្រស់ស្រីតបថាបងទីនេះគ្មានបេះដូងបេះថ្នោតអ្វីទេនៅពេលកំពុងសន្ទនាគ្នាជាលក្ខណៈមនុស្សប្រុសស្រីជួបគ្នាសួរសុខទុក្ខគ្នាធម្មតាស្រាប់តែពេលនោះអ្នកមីងសុកម្ដាយរបស់សុភីគាត់បានដើរមកជិតហើយបាននិយាយទៅកាន់អ្នកកំឡោះថាយីក្មួយកូនចៅអ្នកណារូបរាងអីក៏សង្ហាយ៉ាងហ្នឹងណោះផ្ទះនៅឯណាដែរហ្នឹងអន្តិតមីងមិនដែលឃើញក្មួយមកម្ដុំនេះទេបាទជំរាបសួរអ៊ំស្រីខ្ញុំបាទជាក្មេងកំព្រាគ្មានឪពុកម្ដាយទេខ្ញុំធំឡើងរស់នៅជាមួយជីដូនចាស់តែពេលនេះគាត់បានទៅរស់នៅឯវត្តហើយផ្ទះខ្ញុំបាទនៅស្រុកគងពិសីនេះទេក្បែរគ្នាដែរនឹងហើយថ្ងៃនេះខ្ញុំបាទជិះឡានក្រុងដើម្បីធ្វើដំណើរទៅរៀនសូត្រនៅឯទីក្រុងណាមីងខ្ញុំបាទប្រឡងជួបអាហារូបករណ៍ដើម្បីបន្តទៅរៀនទៀតខ្ញុំមកទីក្រុងនេះជាលើកដំបូងផងសម្រាប់ខ្ញុំទៀតមិនដឹងជាទីក្រុងយ៉ាងម៉េចម៉ាទេណៃក្មួយមីកាពៅកូនមីងក៏គេរៀននៅភ្នំពេញដែរគឺសិក្សានៅសាលាបញ្ញាសាស្ត្រឆ្នាំហ្នឹងកាពៅចប់បរិញ្ញាបត្រឆ្នាំទី4ហើយណាក្មួយប៉ុន្តែរឿងការងារអ្វីអ្នកមីងមិនដឹងទេឮតែគេថាចង់ប្រឡងជោគកាន់គ្រូបង្រៀនថ្នាក់ឧត្តមសិក្សាទៀតផងមីងមិនទៅខត់ខាំងអ្វីទេនៅចរិតរឹកពៀនឹងការស្រឡាញ់របស់កូននោះឲ្យតែមានការងារត្រឹមត្រូវមីងជួយអណាស់ទៅហើយស្រេចតែចិត្តកូនចង់ធ្វើម៉ែអានេះមានគិតអីទេក្រៅពីអនោះណាហើយមីងមើលទៅមីកាពៅកូនមីងនេះអាយុក៏មិនតិចដែរអូអញ្ចឹងក្មួយកំឡោះមីងឡានក្មួយនឹងជិះអាចថែមកាពៅមួយអ្នកបានទេកូនមីងក៏គេទៅភ្នំពេញដែរថ្ងៃហ្នឹងបើពេលណាក្មួយចេញដំណើរទៅក្មួយកុំភ្លេចនាំកាពៅទៅផងទៅណាឆាប់ទៅឲ្យតាន់មានពន្លឺព្រះអាទិត្យកាលណាយប់ងងឹតពិបាកធ្វើដំណើរណាស់ធ្វើអ្វីធ្វើឲ្យនៅពេលភ្លឺ
ទៅការងារនោះប្រសើរសំដូចសភាសិទ្ធាចូលព្រៃឲ្យតាន់ពេលព្រឹកសឹកឲ្យតាន់ខ្លួននៅក្មេងណាបានអ្នកមីងទៅបានណាឡានក្រុងនេះអាចជិះបានកៅអីក្បែរខ្ញុំនៅទំនេរទេតើពួកខ្ញុំអាចជិះចិត្តគ្នាអាចមើលរៀនផងសន្ទនាគ្នាក៏បានដែរចាក្មួយចឹងឆាប់ចេញដំណើរឡើងឡានទៅណាក្មួយណាឆាប់ដល់ទីក្រុងនិយាយមិនតាន់ចប់ពីមាត់ផងឡានក្រុងក៏ចាប់ដើមស៊ីផ្លេទេពួកគេក៏ម្នាឡើងឡានក្រុងដើម្បីធ្វើដំណើរបន្តទៀតនៅខណៈនោះដែរមាននប់ក៏បាននិយាយទៅកាន់អ៊ំស្រីម្ដាយកាពៅនោះថាអ៊ំស្រីខ្ញុំសូមលាសិនហើយថ្ងៃក្រោយមានឱកាសនឹងបានជួបគ្នាទៀតអ៊ំស្រីលាហើយបាយក្មេងតូចម៉ាន់ណាវីស្រស់វលៈក៏បានលាអ្នកម្ដាយរបស់គេដែរគឺលាព្រមគ្នាតែម្ដងទេសភាពត្រកាលនាពេលល្ងាចនៅតាមដងផ្លូវចិត្តថ្ងៃលិចតជាស្រិបហាក់មកប៉ះកាយាគ្រប់ប្រានឲ្យរៀបចំខ្លួនប្រានដើរបេះបន្លាយផ្លែឈើដំណាំបងកាត្រីសាច់នំនេកសម្រាប់ពេលទុកទទួលទាននៅពេលល្ងាចដែលព្រះអាទិត្យមិនតាន់ខ្សោយអាគុយហាក់ដូចជាមាននេតិអង្រឹងស្នែងសម្រាប់យល់យករំសាយទុក្ខាវាយោបក់បោកមកប៉ះកាយានៃជនដែលស្រវឹងដោយទុកនិងកវល់រឿងគ្រួសាររឿងលុយកាក់ប្រាក់ចាយរឿងធនាគារមកទាលុយកាក់បាយទឹករបស់អត្តអាត្មារៀងខ្លួនពេលមេឃស្រទុំស្រូវក្នុងស្រែមានពណ៌ក្រហមឆ្អិនឆ្អៅនិងប្រហើរក្លិនស្រូវមកផងនឹកឡើងកាលណាសែនស្រណោះណាស់ដល់ប្រជាកសិករធ្វើស្រែចម្ការគ្រប់ខេត្តក្រុងម្ដងស្រូវឡើងថ្លៃម្ដងស្រូវចុះថោកដំណាំបង្ការក៏អញ្ចឹងដែរមានថ្លៃមានថោកភ្នំពេញទីក្រុងនៃក្តីស្រមៃនិងការសាក់លបងពេលឡានចូលមកដល់ភ្នំពេញសុភ័ក្រមានអារម្មណ៍ដូចជាចូលទៅក្នុងពិភពថ្មីមួយនៃអាគារខ្ពស់ផ្លូវធំខ្វាត់ខ្វែងឡានម៉ូតូសម្លេងមនុស្សសម្លេងទីក្រុងសុភ័ក្រមិនដែលស្គាល់សោះគេថាគេជាក្មេងប្រុសពីភូមិកំណប់មានអាវចាស់មួយឈុតនិងកាបូបតូចមួយឈរនៅកណ្ដាលទីក្រុងក្បែរចិញ្ចើមថ្នល់ដោយចិត្តពោពេញទៅដោយការភ័យខ្លាចនិងក្តីសង្ឃឹមលាយឡំគ្នាសុភ័ក្រចាប់ដើមដើររកបន្ទប់ជួលមួយកន្លែងនៅម្ដុំវែងស្រេងរស់នៅក្នុងបន្ទប់ជួលតូចមួយជិតសាលារៀនដែលមានតែក្រេតុកចាស់និងខ្សែភ្លើងធ្លាក់រាយប៉ាយថ្ងៃដំបូងនៃការរៀនគាត់ពាក់អាវសាមញ្ញដើរចូលទៅក្នុងថ្នាក់ដែលពោពេញទៅដោយកូនសិស្សជាច្រើនមកពីគ្រួសារល្អជាកូនអ្នកមានគ្រួសារទូធាមានទ្រព្យសម្បត្តិច្រើនមានសម្ភារៈប្រើប្រាស់មិនខ្វះទេមើលទៅពួកគេមានភាពជឿជាក់ណាស់នៅពេលគេនិយាយអំពីឪពុកម្ដាយរបស់គេនិងការរកស៊ីខ្នាតអាជីវកម្មតូចធំនៅក្នុងស្រុកនិងក្រៅស្រុកហើយការធ្វើដំណើរទៅក្រៅប្រទេសជាដើមសុភ័ក្រនៅពេលនោះនៅស្ងៀមស្ងាត់ព្រោះពិភពលោកទាំងនោះគាត់មិនធ្លាប់ស្គាល់មានពេលខ្លះគាត់ត្រូវបានមើលរំលងនៅបញ្ហាទាំងឡាយនោះមានពេលខ្លះត្រូវបានគេមើលងាយព្រោះសម្លៀកបំពាក់ឬការនិយាយស្ដីហាក់ដូចជាមិនចូលអ្នកក្រុងសោះព្រោះសម្លេងតាមភូមិស្រុកតាមតំបន់ខុសគេតាមភាសាហៅនិយាយហើយក៏គ្មានអ្នកគាំទ្រប៉ុន្តែសុភ័ក្រមិនធ្លាប់បោះបង់នៅថ្នាក់រៀនសុភ័ក្របានស្គាល់មិត្តប្រុសម្នាក់រៀនជាមួយគ្នាបុរសនោះសោតអាយុប្រហែលជាស្រករគ្នាគឺចន្លោះ19ឆ្នាំដូចខ្ញុំដែរគេឈ្មោះថាដបតូចគេបាននិយាយថាណែសំឡាញ់មិនបាច់ប្រឹងធ្វើជាមនុស្សរឹងមាំអីពេកទេក្នុងចិត្តគិតថាជាចំណែកមួយដែលអាចធ្វើឲ្យអ្នកផ្សេងសប្បាយចិត្តតែក្នុងចិត្តពោពេញទៅដោយរឿងសៅហ្មងជាចំណែកលើកទឹកចិត្តអ្នកផ្សេងឲ្យប្រសើរតែចិត្តរបស់ខ្លួនឯងកំពុងតែដុនដាបដោះបាតតែមិនអាចរកផ្លូវចេញបានជាចំណែកដែលធ្វើឲ្យអ្នកដទៃសើច
តាំងដែលចិត្តខ្លួនឯងកំពុងតែលួចជុំជាចំណែកដែលជាតួសំដែងដើម្បីស្នាមញញឹមនិងភាពរីកចម្រើនរបស់អ្នកផ្សេងតាំងដែលខ្លួនឯងក៏ត្រូវការដែរជាស្មាសម្រាប់មនុស្សគ្រប់គ្នាផ្អែកពេលគេមានបញ្ហាមានរឿងច្រើនណាស់ដែលមនុស្សរឹងមាំពេកបានឆ្លងកាត់តែភ្លេចថាខ្លួនឯងមិនមែនរឹងមាំទេតែគឺរឹងក្បាលច្រើនជាងអត់ចូលចិត្តនិយាយពីបញ្ហារបស់អ្នកដទៃមានរឿងច្រើនណាស់បើយើងអត់និយាយអត់ស្ដីអត់មានអ្នកដឹងព្រោះគេអត់បាននៅក្នុងចិត្តយើងបើយើងគិតថាពិបាកនឹងនិយាយបើចង់យំមកមិនបាច់លួចយំទេបើថាពិបាកទប់មិនជាប់យំទៅគ្មានអ្នកថាយើងអន់ទេបើខ្លួនឯងអត់សប្បាយចិត្តមិនបាច់ធ្វើជាតួសម្ដែងសម្រាប់ឲ្យនរណាហើយស្មាមួយនេះសម្រាប់ខ្លួនឯងមិនមែនតែសម្រាប់អ្នកដទៃទេយើងអាចជួយអ្នកដទៃបាននៅពេលដែលយើងរឹងមាំពិតប្រាកដមិនមែនសម្ដែងថាមិនអីនៅមុខគេឡើយសប្បាយចិត្តអត់ដែលចូលចិត្តសម្ដែងថាមិនអីនឹងបើអីក៏និយាយទៅថាវាអីបើចង់យំក៏យំទៅបើថាហត់ហើយសម្រាកទៅបើថាដួលយ៉ាងច្រើនងើបមកវិញធម្មតាហើយកាលពីក្មេងមិនមែនយើងដួលតែម្ដងទេតម្រាំអាចចេះដើរគឺដួលរាប់ភ្លេចទៅហើយជីវិតចាប់ផ្ដើមយឺតពេលមិនមែនជាកំហុសទេឲ្យតែស្វែងរកការចាប់ផ្ដើមជាថ្មីដែលជាខ្លួនឯងបានជីវិតនោះហើយក៏កុំជាតួសម្ដែងសម្រាប់នរណាបើថាស្មាខ្លួនឯងមិនតន់រឹងគ្រប់គ្រាន់ទេទុកឲ្យខ្លួនឯងម្នាក់ទៅបានហើយជីវិតនិស្សិតក្រីក្រពេលថ្ងៃសុភ័ក្រទៅរៀនពេលល្ងាចគាត់ធ្វើការជួយគេខ្លះថ្ងៃគាត់លាងចានខ្លះថ្ងៃគាត់ជួយដឹកទំនិញខ្លះយប់គាត់អង្គុយសរសេរក្រោមភ្លើងផ្លូវព្រោះបន្ទប់គាត់គ្មានភ្លើងគ្រប់គ្រាន់រាងកាយហត់ប៉ុន្តែចិត្តមិនដែលហត់ពេលអស់កម្លាំងគាត់នឹកឃើញពាក្យជីដូនកូនអើយកុំចោះចាញ់វាសនាពាក្យនោះបានคล้ายទៅជាខ្យល់ដកដង្ហើមคล้ายជាភ្លើងបំភ្លឺនៃជីវិតគាត់ខ្លួនទីពឹងខ្លួនសុភ័ក្រជាក្មេងប្រុសម្នាក់កើតនៅភូមិឆ្ងាយជិតវាលស្រែនិងភូមិដីក្រហមដែលពេលភ្លៀងពិបាកដើរពេលថ្ងៃធូលីហើរពេញមុខគាត់កើតមកដោយគ្មានឪពុកម្ដាយគាត់ក៏បានទទួលមរណភាពតាំងពីគាត់នៅតូចនៅសល់តែជីដូនជាមនុស្សតែមួយដែលលើកទឹកចិត្តនិងបង្ហាត់បង្រៀនឲ្យគាត់ចេះស្រឡាញ់ការសិក្សាជីដូនតែងប្រាប់សុភ័ក្រថាកូនអើយក្រីក្រមិនមែនជាកំហុសតែបើមិនខិតខំនោះទើបជាកំហុសពាក្យនោះបានក្លាយជាពន្លឺនៅក្នុងបេះដូងសុភ័ក្រតាំងតែពីថ្ងៃគាត់ចូលរៀនបានជួបជាអាហារូបករណ៍មករៀននៅទីក្រុងភ្នំពេញជំហានដំបូងនៃនិស្សិតក្រីក្រថ្ងៃដែលសុភ័ក្រកាន់កាបូបចាស់ឡើងឡានទៅភ្នំពេញជីដូនឈរមើលពីចុងផ្លូវភ្នែកពោពេញដោយទឹកភ្នែកតែបេះដូងគាត់ពោពេញដោយសង្ឃឹមទីក្រុងភ្នំពេញមិនដូចភូមិមិនមានវាលស្រែមិនមានសំឡេងចាបមានតែសំឡេងម៉ូតូឡាននិងមនុស្សរវល់សុភ័ក្រជួបបន្ទប់តូចជាមួយមិត្ត2នាក់បន្ទប់ចង្អៀតក្តៅពេលយប់គេងពេលថ្ងៃរៀនពេលល្ងាចធ្វើការអាហារប្រចាំថ្ងៃគឺញ៉ាំបាយជាមួយបន្លែនិងសុទ្ធខ្លះថ្ងៃខ្លះគ្រាន់តែបាយជាមួយអំបិលប៉ុន្តែសុភ័ក្រមិនធ្លាប់ត្អូញត្អែទេការងារនិងស្នេហាការសិក្សាព្រឹកសុភ័ក្រទៅរៀនអង្គុយនៅខាងក្រោយថ្នាក់រៀនស្លៀកពាក់សាមញ្ញមិនមានទូរស័ព្ទថ្លៃមិនមានកាបូបស្អាតដោយកូនគេទេល្ងាចគាត់ធ្វើការជាបុគ្គលិកលាងចានដឹកអាហារឬជួយតាមហាងតូចៗដើម្បីរកប្រាក់បង់ថ្លៃការសិក្សាយប់អាធ្រាត្រពេលមិត្តគេដេកសុភ័ក្រអង្គុយអានសៀវភៅក្រោមភ្លើងស្រអាប់ភ្នែកហត់ដៃញីតែចិត្តមិនបោះបង់មានពេលខ្លះគាត់ឃ្លានពេលខ្លះគាត់ឈឺតែគាត់នឹងនឹកដល់ពាក្យជីដូនដែលទូមានទុកថាកុំបោះបង់នៅល្ងាចមួយខ្យល់ត្រជាក់ស្រាលបក់តាមវាលស្រែពណ៌បៃតងសុភ័ក្រនិងសុភីអង្គុយក្បែរគ្នាក្រោមពន្លឺចង្គៀងប្រេងតូចមួយមានពន្លឺស្រទន់មិនត្រឹមតែពន្លឺសៀវភៅនៅក្នុងដៃសុភ័ក្រទេ
ប៉ុន្តែថែមទាំងបំភ្លឺដល់អារម្មណ៍នៅក្នុងបេះដូងក្មេងកំព្រាទាំងពីរដែលធ្លាប់រស់នៅក្នុងភាពឯកានិងឈឺចាប់ជាយូរមកហើយសុភ័ក្រជាក្មេងប្រុសដែលជីវិតត្រូវបាត់បង់ឪពុកម្ដាយតាំងពីតូចៗគាត់រៀនរស់នៅដោយភាពអត់ធន់និងស្ងៀមស្ងាត់សូម្បីតែការឈឺចាប់ក៏គាត់មិនដែលនិយាយឲ្យអ្នកណាស្ដាប់ចំណែកសុភីក៏មិនខុសគ្នាដែរនាងជាក្មេងកំព្រាឪពុកដែលធ្លាប់យំស្ងាត់នៅពេលយប់ហើយសួរខ្លួនឯងជារៀងរាល់ថ្ងៃថាហេតុអ្វីជីវិតនាងត្រូវឯកាបែបនេះការជួបគ្នារវាងសុភ័ក្រនិងសុភីមិនមែនជាការជួបដោយចៃដន្យទេប៉ុន្តែដូចជាជោគវាសនាដែលនាំក្មេងកំព្រាពីរនាក់មកជួបគ្នាដើម្បីបំពេញចន្លោះក្នុងបេះដូងគ្នាទៅវិញទៅមកពេលសុភ័ក្រសម្លឹងមើលសុភីគាត់មើលឃើញក្មេងស្រីម្នាក់ដែលមានស្នាមញញឹមប៉ុន្តែភ្នែកពោពេញទៅដោយរឿងរ៉ាវនៃទុក្ខសោកចំណែកសុភីវិញពេលនាងមើលសុភ័ក្រនាងមានអារម្មណ៍ដូចជាបានឃើញមនុស្សម្នាក់ដែលអាចយល់ចិត្តនាងដោយមិនចាំបាច់និយាយពាក្យច្រើនសុភ័ក្រមិនសូវនិយាយពីស្នេហាទេប៉ុន្តែការថែរក្សារបស់គាត់ស្ថិតនៅក្នុងការបើកសៀវភៅឲ្យសុភីមើលការចែករំលែកអាហារតិចតួចដែលគាត់មាននិងការស្ដាប់នាងនិយាយអំពីអតីតកាលដ៏ឈឺចាប់សុភីក៏ដូចគ្នានាងមិនធ្លាប់សន្យាអ្វីធំធេងប៉ុន្តែនាងសន្យានៅក្បែរសុភ័ក្រនៅពេលគាត់អស់កម្លាំងឬក៏ឈឺស្កាត់នៅពេលវេលាណាយប់នៅសុភីនិយាយស្រាលៗថាបើមានពេលមួយយើងទាំងពីរនាក់មិនបានជួបគ្នាឬក៏ប្រត់គ្នាដោយប្រការណាមួយតើអ្នកខ្លាចទេសុភ័ក្រញញឹមបន្តិចហើយឆ្លើយដោយសំឡេងទន់ភ្លន់ខ្ញុំមិនបានចាប់អារម្មណ៍ឬក៏គិតឃើញរឿងអ្វីទេគ្រាន់តែដឹងថាពេលបច្ចុប្បន្ននេះខ្ញុំមានអ្នកគ្រប់គ្រាន់ហើយពាក្យសាមញ្ញនោះប៉ុន្តែធ្វើឲ្យបេះដូងសុភីក្តៅឡើងសម្រាប់ក្មេងកំព្រាដូចជាពួកគេស្នេហាមិនមែនជារឿងផ្កាឈូកឬពាក្យផ្អែមទេប៉ុន្តែការយល់ចិត្តការអត់ធន់និងការរួមដំណើរជាមួយគ្នានោះទោះបីជីវិតពោពេញទៅដោយការលំបាកក៏ដោយក្រោមមេឃពោពេញដោយផ្កាយដោយពាក្យគេថាក្រោមមេឃតែមួយតែវាសនាខុសគ្នាសុភ័ក្រនិងសុភីអង្គុយស្ងៀមប៉ុន្តែបេះដូងទាំងពីរបានភ្ជាប់គ្នារវាងភាសាស្នេហាសម្ដីរបស់ពួកគេមិនមែនកើតចេញពីភាពសម្បូរបែបទេប៉ុន្តែកើតចេញពីភាពខ្វះខាតនិងការយល់ចិត្តគ្នានេះហើយជាស្នេហាក្នុងជីវិតក្មេងកំព្រាស្នេហាដែលសាមញ្ញប៉ុន្តែរឹងមាំនិងពិតប្រាកដពពកខ្មៅលំអវេហាប៉ះនឹងវាតាយត្រាចាក់ឆ្ងាយសម្លឹងមើលមេឃសង្វេគរូបកាយនឹកដល់ឆោមឆាយខ្វាយខ្វល់ក្នុងចិត្តខ្លួនខ្លីដៃតោងប្រឹងឈោងវេហាស្នេហ៍ឃ្លាតហត្ថាជីវ៉ាក្រៀមស្វិតស្រែកអង្វរមេឃរំលែកអាណិតម្ចាស់ជីវិតពិតទៅទីណាអូនលើកហត្ថាវាចាតាមខ្យល់ទៅនិមលឲ្យយល់ចិនដាបើបងបានដឹងដំណឹងផ្ញើសារវិលវិញមកណាក៏នេថារងចាំនិទានរឿងស្នេហ៍ស្នាមថែក្រអូបរសក្លិនបងស្រូបជោគចំប្រចាំញញឹមម្នាក់ឯងអូនថ្លែងបញ្ចាំក្រែងភ្លេចស្នាមខំច្រើនឆ្នាំយូរខែមេឃមីស្រទុំជុំចិត្តទៅដោយវាយោធ្ងួចធ្ងរសំលេងសត្វយំឆ្លងឆ្លៃគ្នាបាក់សាបាក់សីនិន្ទ្រាស្ងាត់ជ្រងំនាថ្ងៃមួយក្រោយពេលលោកសុភ័ក្របានបើកប្រាក់ខែលោកបាននាំស្រស់ម៉ាណាវីទៅកំសាន្តឈរនៅលើស្ពានចៅក្រសែភ្នែកមើលទឹកហូររឹមរឹមហើយនឹកឃើញទៅដល់ផ្លូវដីក្រហមនឹកឃើញផ្ទះចាស់សំលេងជីដូនគាត់និងអ្នកភូមិកំណប់ដែលដឹងថា
ដល់ពេលវេលាដែលត្រូវត្រឡប់ទៅភូមិវិញហើយខណៈនោះមាននប់ជើងក៏បាននិយាយទៅអូនសុភីថាអូនសុភីថ្ងៃស្អែកបងត្រូវទៅត្រឡប់ទៅភូមិវិញហើយចាស់បងកំទៅបានទេមិនបានទេអូនបងសន្យានឹងលោកយាយរបស់បងនិងអ្នកភូមិថានឹងត្រឡប់ទៅវិញនៅពេលបងរៀនចប់មានការងារធ្វើនឹងទទួលបានប្រាក់ខែនិងសន្យាថាជួយកសាងសាលាមួយខ្នងជូនពួកគាត់ទៀតផងម៉ាណាវីស្រស់ស្រីពេលនោះធ្លាក់ទឹកមុខស្រពោនជាខ្លាំងដោយអស់សង្ឃឹមក្នុងចិត្តមិនដឹងជាពេលណាបានជួបទៀតចិត្តសែនស្រឡាញ់និងអាណិតដល់ប្រុសកំសត់ស្នេហ៍របស់នាងតែធ្វើយ៉ាងម៉េចបានជាវាសនាចាមកដូច្នេះអញ្ចឹងតម្រូវឲ្យបងនិងអូនបែកគ្នាមួយគ្រាបងសុំសន្យាថាបងជាប្រុសដើមទ្រូង5ហាត់អូនមើលចោះស្នេហ៍បងស្មោះណាស់មិនសាវ៉ាទេពេលដែលបងចប់កិច្ចការពេលណាបងនឹងវិលវិញមកជួបភ្លាមមិនបង្អង់យូរទេម៉ានណាវីវលៈមិននិយាយស្ដីទេបែរដើរចេញពីទីនោះដោយសម្លឹងមើលដួងតារានៅលើមេឃគឺផ្កាយមួយគូដែលមើលទៅហាក់ដូចនៅចិត្តណែបនិតគ្នាដោយគ្រាស្នេហាបងនិងអូនស្រឡាញ់គ្នាមិនបែកគ្នាអញ្ចឹងតែពេលនេះបងទៅហើយសូមបងកុំសាវ៉ាសូមបងកុំវាចាបានតែមាត់ណាសន្យានឹងអូនថាចប់កិច្ចការពេលណាមកជួបស្រីវិញអូននឹងរងចាំបងគ្រប់ដង្ហើមចិញ្ចោរបស់អូនថ្ងៃត្រឡប់ទៅស្រុកលោកសុភ័ក្រមិនជិះឡានថ្លៃទេគាត់ជិះឡានក្រុងធម្មតាដៃកាន់កាបូបមួយដែលមានសៀវភៅនិងខោអាវមួយកំភ្លេក្នុងរយៈពេល3ម៉ោងបានទៅដល់ស្រុកកំណើតនៅពេលទៅដល់អ្នកភូមិគេនាំគ្នាចោមរោមជាច្រើនពិសេសអ្នកភូមិកំណប់មានអ្នកសរសើរមានអ្នកភ្ញាក់ផ្អើលមានអ្នកមិនជឿថាក្មេងកំព្រាកាលមុនថ្ងៃនេះឥឡូវត្រឡប់មកវិញក្នុងនាមជាមនុស្សមានចំណេះដឹងសុភ័ក្រមិនអួតគាត់គ្រាន់តែញញឹមតិចហើយជម្រាបសួរសុខទុក្ខអ្នកភូមិដោយមនុស្សធម្មតាម្នាក់ការបំពេញសន្យាជីដូនល្ងាចមួយនោះសុភ័ក្របានទៅឈរនៅមុខភ្នូជីដូនអើយថ្ងៃនេះខ្ញុំត្រឡប់មកហើយមិនមែនមកដើម្បីសម្រាកតែគឺខ្ញុំមកដើម្បីបំពេញសន្យាសុភ័ក្រចាប់ផ្ដើមជួយកសាងសាលាមួយខ្នងសម្រាប់អ្នកភូមិដើម្បីទុកបង្រៀនដល់កុមារនិងផ្ដល់សៀវភៅផ្ដល់ពេលវេលានិងក្តីសង្ឃឹមគាត់បានប្រើប្រាក់ខែដំបូងដើម្បីជួសជុលសាលាចាស់ហើយគាត់បានទិញតុកៅអីនិងសៀវភៅថ្មីជូនកុមារកំព្រាកុមារក្រីក្រអង្គុយស្ដាប់គាត់ដោយភ្នែកភ្លឺដូចជាគាត់កាលពីអតីតកាលថ្ងៃមួយសុភ័ក្រឈរនៅមុខកុមារទាំងនោះហើយនិយាយថាគ្រូមិនអាចផ្ដល់ទ្រព្យឲ្យកូនដូចជាលុយសម្ភារៈរបស់របរប្រើប្រាស់ទំនើបបានទេប៉ុន្តែគ្រូអាចផ្ដល់ផ្លូវឲ្យកូនដែរគឺចំណេះដឹងបានពីការខំប្រឹងប្រែងរៀនសូត្រជីវិតគឺជាការតស៊ូគ្រប់ជំពូកចំណេះវិជ្ជាជាស្ពានជាយានជំនិះសម្រាប់កូនគ្រប់គ្នាថ្ងៃដែលសុភ័ក្រត្រឡប់មកដល់ភូមិមេឃពពកស្រាលខ្យល់ត្រជាក់បក់មកប៉ះលើវាលស្រែពណ៌បៃតងផ្លូវដីក្រហមដែលគាត់ធ្លាប់ដើរជើងទទេកាលពីកុមារភាពនៅតែមានដានជើងអតីតកាលរាល់ចំហៀនបង្កើតអារម្មណ៍ដូចជាកំពុងដើរត្រឡប់ចូលទៅក្នុងអនុស្សាវរីយ៍ចាស់ដែលពោពេញទៅដោយទឹកភ្នែកនិងក្តីសង្ឃឹមតិចសុភ័ក្រឈរមើលផ្ទះឈើចាស់របស់ជីដូនដែលឥឡូវនេះសល់តែសរសៃឆ្អឹងសសនិងពេលវេលាដំបូលខូចខាតជញ្ចាំងរលួយប៉ុន្តែក្នុងចិត្តគាត់វានៅតែជាផ្ទះកក់ក្ដៅបំផុតគាត់លុតជង្គង់មកផ្ទះហើយនិយាយតិចជីដូនអើយខ្ញុំត្រឡប់មកវិញហើយបន្ទាប់ពីថ្ងៃនោះសុភ័ក្រចាប់ផ្ដើមសម្រេចក្តីស្រមៃធំមួយគឺបង្កើតសាលារៀនតូច
សម្រាប់កុមារក្រីក្រនិងកូនកំព្រាគាត់យល់ច្បាស់ថាការអប់រំគឺជាពន្លឺតែមួយគត់ដែលអាចបំភ្លឺជីវិតមនុស្សបានការចាប់ផ្ដើមមិនមែនងាយស្រួលឡើយគាត់គ្មានប្រាក់ច្រើនមានតែប្រាក់ខែបន្តិចបន្តួចគ្មានអ្នកគាំទ្រមានតែចិត្តរឹងមាំនិងជំនឿពេលនោះសុភ័ក្រទៅសុំជំនួយពីអ្នកភូមិគឺដើរសុំគ្រប់ផ្ទះមានអ្នកខ្លះយកព្រមជួយដោយផ្ដល់ឈើផ្ដល់សង្កសីឬក៏កម្លាំងកាយតែមានអ្នកខ្លះទៀតមិនបានជួយឬក៏ផ្ដល់កម្លាំងចិត្តទេពួកគាត់បែរមើលងាយយើងទៅវិញហើយនិយាយថាគ្រូអើយកូនកំព្រាអាចរៀនទៅធ្វើអ្វីបានខ្លះពាក្យនោះមិនបានធ្វើឲ្យលោកគ្រូសុភ័ក្របាក់ទឹកចិត្តឡើយវាធ្វើឲ្យគាត់នឹកឃើញអតីតកាលរបស់ខ្លួនហើយរឹងមាំជាងមុនគាត់ជឿថាមនុស្សមិនត្រូវបានវាយតម្លៃដោយកំណើតកើតមកជាកូនអ្នកក្រនោះទេប៉ុន្តែអ្វីដែលសំខាន់គឺការខិតខំប្រឹងប្រែងក្រោយពេលខិតខំជាច្រើនខែទើបយើងមានអ្វីៗគ្រប់យ៉ាងហើយសាលាតូចមួយក៏បានប្រសូតឡើងជាសាលាឈើធម្មតាមានបន្ទប់2តុឈើចាស់កៅអីក្តារខៀនមួយហើយសួនច្បារតូចមួយសម្រាប់ដាំផ្កាលម្អសួនសាលាប៉ុន្តែសម្រាប់កុមារក្រីក្រពួកគេចាត់ទុកថាជាសាលាដែលស្រស់ស្អាតបំផុតថ្ងៃបើកបវេសនកាលដំបូងមានកុមារតិចតួចមកចូលរៀនក្មេងខ្លះពាក់អាវចាស់ខ្លះដើរជើងទទេខ្លះទៀតជាកូនកំព្រាដូចសុភ័ក្រកាលពីមុនគាត់ឈួរមើលពួកគេភ្នែកពោពេញទៅដោយទឹកភ្នែកក្តីអាណិតនិងក្តីសង្ឃឹមសុភ័ក្រចាប់ផ្ដើមបង្រៀនដោយមិនត្រឹមតែអក្សរនិងលេខទេប៉ុន្តែបង្រៀនពីជីវិតរបស់គាត់ប្រាប់ពួកគេពីការអត់ធ្មត់ការខិតខំប្រឹងប្រែងមិនចោះចាញ់វាសនាពេលខ្លះគាត់និយាយពីជីដូនដើម្បីឲ្យកុមារទាំងនោះដឹងថាសេចក្តីស្រឡាញ់អាចបង្កើតកម្លាំងដ៏អស្ចារ្យបានយប់មួយសុភ័ក្រអង្គុយតែម្នាក់ឯងក្នុងសាលាក្រោមពន្លឺភ្លើងទៀនគាត់គិតអំពីជីវិតខ្លួនឯងចាប់ពីក្មេងកំព្រាគ្មានអ្វីទាំងអស់រហូតមកដល់សពថ្ងៃនេះទឹកភ្នែកធ្លាក់មកជោកផែនថ្ពល់មិនមែនដោយសារមានទុក្ខទេប៉ុន្តែដោយការដឹងគុណដែលបានបង្រៀនគាត់ឲ្យរឹងមាំជីវិតមិនមែនចេះតែរលូនទេថ្ងៃមួយមានមន្ត្រីមូលដ្ឋានចុះមកពិនិត្យសាលាហើយប្រាប់ថាសាលានេះមិនមានលិខិតអនុញ្ញាតត្រឹមត្រូវកុមារទាំងអស់នោះភ័យខ្លាចណាស់ដោយដឹងហេតុយ៉ាងនេះគ្រូសុភ័ក្រស្ងៀមស្ងាត់ប៉ុន្តែចិត្តគាត់ដុនដាបដោយការព្រួយបារម្ភជប់នោះគាត់មិនអាចដេកបានឡើយគាត់គិតថាបើសាលានេះត្រូវបានបិទកុមារទាំងអស់នេះនឹងទៅជាយ៉ាងណាពួកគេនឹងត្រឡប់ទៅជីវិតងងឹតដោយដែលគាត់ធ្លាប់ឆ្លងកាត់មែនទេថ្ងៃបន្ទាប់សុភ័ក្រសម្រេចចិត្តទៅជួបមន្ត្រីទាំងនោះដោយក្តីស្មោះត្រង់គាត់ប្រាប់រឿងរ៉ាវជីវិតខ្លួនឯងប្រាប់ពីក្តីស្រមៃនិងគោលដៅរបស់សាលាពាក្យនិយាយរបស់គាត់មិនមានការតុបតែងតែពោពេញទៅដោយសេចក្តីពិតស្មោះត្រង់មន្ត្រីម្នាក់ទៀតស្ងៀមស្ងាត់យូរមុននឹងនិយាយថាលោកគ្រូអើយអ្នកធ្វើឲ្យខ្ញុំនឹកឃើញដល់កុមារភាពរបស់ខ្ញុំផងដែរចាប់ពីថ្ងៃនោះសាលាតូចមួយមិនត្រឹមតែបានបន្តដំណើរទីប៉ុន្តែថែមទាំងទទួលបានការគាំទ្រពីមនុស្សជាច្រើនកុមារកាន់តែច្រើនមកចូលរៀនជាហូរហែសំឡេងអានអក្សរសំឡេងសើចคล้ายជាតន្ត្រីសម្រាប់អ្នកភូមិសុភ័ក្រឈរមើលសាលាដោយចិត្តពោពេញដោយក្តីសង្ឃឹមនិងមានសេចក្តីសុខខ្លាំងគាត់ដឹងថាវាសនាកូនកំព្រាមិនមែនជាខ្សែចងជីវិតទេប៉ុន្តែជាផ្លូវដែលអាចដើរឆ្លងកាត់បានប្រសិនបើមានក្តីសង្ឃឹមនិងការខិតខំក្នុងភូមិចាប់ដើមមានសំឡេងសើចនិងសំឡេងអានអក្សររៀងរាល់ថ្ងៃសុភ័ក្រសប្បាយចិត្តជីវិតប្រហែលជាចាប់ផ្ដើមស្រស់ស្រាយប៉ុន្តែវាសនារបស់មនុស្សមិនមែនឲ្យមនុស្សសុខស្រួលយូរបានទេមានពេលមួយនោះមេឃមីស្រទុំភ្លៀងធ្លាក់យ៉ាងខ្លាំងជារៀងរាល់ឆ្នាំដោយសត្វព្រៃរត់ដោយគ្មានអ្នកណាអាចទប់ទល់បានវាលស្រែជាច្រើនលិចទឹកផ្
ផ្ទះអ្នកភូមិខ្លះរងការខូចខាតសាលាតូចរបស់សុភ័ក្រគឺស្ថិតនៅជិតផ្លូវទឹកហូរដែរយប់មួយខ្យល់បក់ខ្លាំងភ្លៀងធ្លាក់មិនឈប់សុភ័ក្រមិនអាចដេកបានឡើយចិត្តគាត់មានអារម្មណ៍មិនស្ងប់ភ្លាមនោះមានសំឡេងមនុស្សរត់មកស្រែកថាលោកគ្រូអើយលោកគ្រូទឹកជំនន់កំពុងចូលមកហើយសាលាគ្រូស្ថិតនៅក្នុងគ្រោះថ្នាក់ហើយសុភ័ក្ររត់ចេញទៅក្រៅភ្លាមពន្លឺផ្លេកបំភ្លឺមេឃធ្វើឲ្យគាត់ឃើញទឹកកំពុងហូរឆ្ពោះមកសាលាគាត់មិនគិតអ្វីទាំងអស់ក្រៅតែគិតអំពីកុមារនិងសាលាគាត់រត់ចូលទៅក្នុងអគារសាលាដើម្បីយកសៀវភៅឯកសារសំខាន់និងស្រែកហៅគ្នាជាពិសេសសាសាលាឲ្យចេញឲ្យលឿនឡើងរកទីមានសមត្ថភាពក្នុងពេលវឹកវរនោះមានកុមារកំព្រាម្នាក់ឈ្មោះថារតដែលមិនតាន់បានចេញពីសាលាក្មេងនោះភ័យខ្លាចហើយស្រែកយំនៅទីនោះសុភ័ក្រឮសំឡេងនោះបេះដូងគាត់ដូចជាឈប់ដែរគាត់រត់ទៅកាន់រតដោយមិនគិតពីគ្រោះថ្នាក់ផ្ទាល់ខ្លួនទឹកឡើងខ្ពស់ឡើងសុភ័ក្រលើករត់ឡើងលើស្មាហើយព្យាយាមចេញពីសាលាឲ្យបានឆាប់ដែលអាចធ្វើទៅបានប៉ុន្តែជើងរបស់គាត់ជួបក្នុងប្រគាបឈើដែលទឹកបោកមកនាំគាត់ដួលហើយទឹកក៏ហូរចូលខ្លាំងក្នុងវិនាទីនោះគាត់គិតថាប្រហែលជាជីវិតខ្លួនឯងនឹងត្រូវចប់នៅទីនេះហើយក្នុងចិត្តគាត់គិតស្រេចហើយតែឮសំឡេងជីដូនស្រែកហៅកូនអើយកូនកុំចោះចាញ់ដោយកម្លាំងចុងក្រោយសុភ័ក្រប្រមូលស្មារតីលះបង់ខ្លួនឯងដើម្បីលើកកុមារឡើងខ្ពស់ហើយបោះគាត់ទៅឲ្យអ្នកភូមិដែលឈរនៅខាងក្រៅរត់ត្រូវបានជួយសង្គ្រោះចំណែកលោកគ្រូសុភ័ក្រត្រូវទឹកបោកយកទៅព្រឹកថ្ងៃបន្ទាប់អ្នកភូមិពោពេញទៅដោយភាពស្ងប់ស្ងាត់សាលាតូចខូចខាតយ៉ាងធ្ងន់អ្នកភូមិគ្រប់គ្នាមកប្រមូលផ្ដុំដោយភ្នែកពោពេញទៅដោយទឹកភ្នែកដោយក្តីអាណិតពួកគេគិតថាលោកគ្រូសុភ័ក្រប្រហែលជាមិនអាចរស់រានមានជីវិតវិញបានទេរត់អង្គុយនៅស្ងៀមកាន់សៀវភៅចាស់មួយដែលគ្រូធ្លាប់ផ្ដល់ឲ្យក្មេងនោះយំហើយនិយាយពាក្យសម្ដីខ្សៅថាបើគ្មានគ្រូខ្ញុំមិនមានថ្ងៃនេះទេប៉ុន្មានម៉ោងក្រោយសំឡេងមនុស្សម្នាក់ស្រែកឡើងគ្រូនៅរស់លោកសុភ័ក្រត្រូវបានគេរកឃើញនៅច្រាំងទន្លេដែលមានកម្លាំងសោយខ្លាំងប៉ុន្តែនៅមានដង្ហើមអ្នកភូមិរត់ទៅជួយដោយទឹកភ្នែកនិងការអាណិតវិនាទីនោះគ្រប់គ្នាបានដឹងថាក្មេងកំព្រាដែលពួកគេធ្លាប់មើលរំលងមិនមែនជាមនុស្សធម្មតាទេបន្ទាប់ពីពេលជាសះស្បើយហើយលោកសុភ័ក្រត្រឡប់មកភូមិវិញសាលាត្រូវបានសាងសង់ឡើងវិញធំជាងមុនស្អាតជាងមុនដោយការជួយគ្នារបស់អ្នកភូមិនិងអ្នកគាំទ្រពីខាងក្រៅមន្ត្រីមូលដ្ឋានផ្ដល់ការគាំទ្រផ្លូវការដល់សាលាថ្ងៃបើកសាលាថ្មីសុភ័ក្រឈរមុខកុមារជាច្រើនអ្នកគាត់មើលឃើញខ្លួនឯងកាលពីអតីតកាលក្នុងភ្នែកកុមារទាំងនោះគាត់និយាយដោយសំឡេងខ្សៅប៉ុន្តែពោពេញទៅដោយអត្ថន័យគ្រូធ្លាប់ជាកូនកំព្រាគ្មានអ្វីទាំងអស់តែគ្រូមិនធ្លាប់បោះបង់ក្តីស្រមៃកូនក៏ដូចគ្នាវាសនាមិនអាចចងជីវិតកូនបានទេបើកូនមិនចោះចាញ់វារត់ឈរមកគេហើយញញឹមសំឡេងអានអក្សរឡើងវិញក្នុងសាលាថ្មីសំឡេងនោះមិនត្រឹមតែជាសំឡេងកុមារប៉ុន្តែជាសំឡេងនៃអនាគតនៅល្ងាចសុភ័ក្រទៅឈរមកភ្នូជីដូនដូចជារៀងរាល់ឆ្នាំគាត់និយាយស្រាលដោយមានទឹកភ្នែកហើយបាននិយាយថាជីដូនអើយវាសនាកូនកំព្រាមិនបានឈ្នះខ្ញុំទេមួយរំពេចនោះមានខ្យល់ល្ងាចបក់ស្រាលដូចជាចម្លើយពីមេឃដាស់អស់វិញ្ញាណនៃជីដូនចាស់ឆ្លើយតបមកគាត់រឿងរ៉ាវជីវិតសុភ័ក្រប្រាប់ឲ្យដឹងថាមនុស្សអាចកើតមកគ្មានអ្វីប៉ុន្តែអាចក្លាយជាអ្នកមានគឺជាអ្នកមានតម្លៃដោយចិត្តល្អការលះបង់និងការខិតខំប្រឹងប្រែងជាដើមយប់មួយក្រោមពន្លឺព្រះច័ន្ទខ្យល់ត្រជាក់បក់មកប៉ះស្មារងាឯកានិងស្នេហាដែលនៅឆ្ងាយធ្វើឲ្យបេះដូងមនុស្សពីរនាក់ដែលឃ្លាតគ្នាយូរថ្ងៃកាន់តែញ័រព្រោះការនឹកគ្នា
សុភ័ក្រឈរនៅចំហៀងបឹងសម្លឹងមើលពន្លឺចាំងលើផ្ទៃទឹកចិត្តគេពោពេញទៅដោយការនឹកអូនសុភីរាល់ពេលខ្យល់បក់មើលទៅដូចជាសំឡេងនាងហៅឈ្មោះគេសុភីអូនដឹងទេបងនឹកអូនប៉ុណ្ណាគេនិយាយស្រាលស្រាលដូចជាកំពុងនិយាយជាមួយខ្យល់បទចម្រៀងមុនស្នេហ៍ស្រីខ្មៅអូននឹកបងទេបងនឹកអូនណាឬចិត្តស្រីផ្លាស់ភ្លេចនឹកបងហើយបងចាំមើលតែភ្លៅតែត្រានត្រើយបាត់ដំណឹងសូនឈឹងគ្មានឆ្លើយអូនអើយយ៉ាងណាអូនឈឺឬជីឲ្យដំណឹងផងរាល់ថ្ងៃចិត្តបងចាំតែអូនទេបងផ្ដាំតាមខ្យល់បងសួរតាមគេថាដឹងអូនមកថ្ងៃណាទេនឹកគ្មានលហែចិត្តឡើយបងមើលតែមេឃថ្ងៃនេះថ្ងៃស្អែកចាំមើលតែផ្លូវច័ន្ទអង្គាពុតប្រហោះសុកសៅបាត់ស្រមោស្រីខ្មៅតើពៅមាននឹកបងទេគេងក៏ពំលក់បក់ក៏មិនលហើយខ្នើយដែលធ្លាប់កើយคล้ายជាគ្មានន័យនឹករឿងស្រស់ស្រស់ស្រណោះតែស្រីគេងមកមើលកណ្ដាលរាត្រីឃើញតែស្រីដែលបងធ្លាប់ថើបបងសុភ័ក្រអូននឹកបងណាស់អរុនស្រឡះច្បាស់រស្មីអូននឹកប្រុសថ្លៃតីស្រពោនសំឡឹងវេហាអាប់សណ្ដោនកំសត់ព្រៀបក្បួនគ្មានច្រវាសំណោកដួងចិត្តកញ្ជ្រោលហៅក៏កាយសំណៅជលនេត្រាបាត់បងអូនរងព្រួយស្នេហាឆាប់វិលចរចាសាជាថ្មីវេលាដែលហួសជួសមិនសមពេលនេះទុករំមុំលហិតលហីកំហុសព្រោះស្នេហ៍បងពះតីបានត្រឹមរំពៃពេលនឹកបងវិញ្ញាណហោះហើររកម្ចាស់ចិត្តមានបងណែបនិតអូនបាត់ម៉ងសូននិស័យផ្ដាំចាំស្នេហ៍ស្នងការស្នេហ៍យើងក្រងនឹកបងណាស់ស្ដាប់សូរទឹកភ្លៀងសំនៀងរំដំអូនលួចអូនយំព្រោះមុំនឹកបងភ្លៀងស្រក់តក់តក់ដក់ក្នុងបេះដូងពេលភ្លៀងម្ដងម្ដងនួនល្អងឯកាសំលេងទឹកភ្លៀងដូចចម្រៀងស្នេហ៍ច្រៀងឡោមបំពេរឹតតែខ្លោចផ្សាបេះដូងអូនលងស្ទើរប្រេះអោរាតើប្រុសជីវ៉ារៀមរាដឹងទេភ្លៀងធ្លាក់ម្ដងម្ដងអូននឹកបងណាស់បងស្រែកប្រកាសដាស់ចិត្តមាសមេពេលភ្លៀងអញ្ចឹងប្រលឹងមាសស្នេហ៍មានដឹងខ្លួនទេថាអូននឹកបងផ្ញើសៀងដួងចិត្តតាមចំណោរករោបណ្ដូលម្ចាស់ចិត្តស្រីខ្សឹបប្រាប់តិចតិចអស់សេចក្តីស្មាលនេះចិត្តស្រីនឹកឃើញញ៉េះញោះកំពុងធ្វើអ្វីម្ចាស់ចិត្តស្នេហ៍មានអ្នកនិតក្បែរបងអត់ចោះសុកទុកម្ដេចដែរប្រាប់ទាំងអស់បេះដូងម្ចាស់ប្រុសនឹកអូនទេឆ្លើយតាមសម្រួលសំណួរចោតបើលាក់ផ្សាខ្លោចណាស់មាសមេមុននឹងឆ្លើយបងគិតកំវៀតវេចិត្តអូនមិនរេនឹកបងណាមួយនៅឯទីក្រុងអូនសុភីកំពុងអង្គុយក្បែរបងអួចបើកសៀវភៅមួយប៉ុន្តែភ្នែកមិនបានអានអ្វីទេចិត្តនាងហោះហើរទៅរកសុភ័ក្របាត់ទៅហើយប្រៀបបានដូចជាស្នេហាថ្មីថ្មោងអញ្ចឹងរាល់យប់នាងស្រមៃថាបងសុភ័ក្រឈរនៅខាងមុខនាងញញឹមដូចមុនបងសុភ័ក្រអូននឹកបងណាស់នាងនិយាយភាសាបេះដូងនៅក្នុងចិត្តទឹកភ្នែកដណ្ដើមគ្នាហូរធ្លាក់ចុះមកកាត់ផែនថ្ពាល់ដល់រលោងស្រិលរបស់ស្រស់វលៈមានវីនៅគ្រាកន្លងបងនឹងអូនធ្លាប់បានដើរលេងកំសាន្តមើលទឹកបឹងថ្ងៃរៀបលិចនៅក្បែរជើងភ្នំស្រង់ស្រុកកូនពិសីជាស្រុកកំណើតអូនពេលនេះបែកគ្នាមិនដឹងថាពេលណាបានជួបគ្នាវិញទេថ្ងៃកន្លងទៅជាច្រើនខែឆ្នាំពួកគេឃ្លាតគ្នាព្រោះការងារនិងកាតព្វកិច្ច
ការហៅទូរស័ព្ទខ្លាយជារឿងមានតម្លៃបំផុតក្នុងមួយថ្ងៃអូនសុខសប្បាយទេសុភ័ក្រសួរដោយសំឡេងទន់ភ្លន់អូនសុខប៉ុន្តែអូននឹកបងសំឡេងរបស់នាងបង្កប់ដោយអត្ថន័យគឺការចង់ជួបខ្លាំងណាស់ដែលលាក់មិនចិត្តបងក៏ដូចគ្នារាល់ពេលបងឃើញគូស្នេហាគេបណ្ដាគ្នានៅក្បែរបងចង់ឲ្យអូននៅក្បែរដែរគួរឲ្យចំណែនគេណាស់ពេលបងហត់បងចង់ឲ្យអូនជួយលើកទឹកចិត្តថ្ងៃមួយបន្ទាប់ពីការឃ្លាតគ្នាយូរសុភ័ក្រសម្រេចចិត្តមកជួបនាងដោយមិនប្រាប់មុននៅល្ងាចដែលពន្លឺថ្ងៃលឿងទុំអូនសុភីកំពុងដើរចេញពីកន្លែងធ្វើការភ្លាមនោះមានសម្លេងមួយដែលនាងនឹកគេជារៀងរាល់យប់ហៅពីខាងក្រោយហើយភ្នែកអូនសុភីក៏បានចោលទៅរកសម្លេងដែលដង្ហើយហៅថ្មីអូនសុភីអូននាងឈប់ឈានជើងបន្តិចទប់ងក់មិនហ៊ានបង្វិលក្រោយឬដើរទៅណាទេចាំស្ដាប់សម្លេងវីរៈបុរសម្ចាស់ចិត្តអូនបងមកហើយពេលនោះនាងបង្វិលខ្លួនមើលឃើញសុភ័ក្រឈរនៅទីនោះព្រមទាំងញញឹមដោយថ្ងៃដំបូងដែលពួកគេស្គាល់គ្នាទឹកភ្នែកដែលនាងទប់យូរមកហើយដោយរមៀលដណ្ដើមគ្នាធ្លាក់ចុះមកយ៉ាងលឿនដោយគ្មានពាក្យវាចាហើយដោយគ្មានការអៀនខ្មាស់នាងរត់ទៅអោបគេយ៉ាងមាំបងដឹងទេអូននឹកបងប៉ុណ្ណាបងដឹងព្រោះបងក៏នឹកអូនដូចគ្នាបងមានភារកិច្ចជួបរវល់នៅឆ្ងាយការអោបនោះមិនត្រឹមជាការជួបជុំទេប៉ុន្តែជាការបញ្ជាក់ថាស្នេហារបស់ពួកគេអាចឆ្លងកាត់ពេលវេលានិងចម្ងាយបានពេលឃ្លាតគ្នាពួកគេក៏រៀនពីគ្នានិងឲ្យតម្លៃនៃការស្រឡាញ់គ្នាយ៉ាងធំធេងនៅក្រោមមេឃពណ៌ទឹកក្រូចពេលថ្ងៃលិចសុភ័ក្រកាន់ដៃអូនសុភីយ៉ាងស្និទ្ធចាប់ពីថ្ងៃនេះតទៅបងមិនចង់ឲ្យអូននឹកបងតែតាមទូរស័ព្ទទៀតទេបងចង់នៅក្បែរឲ្យអូនឃើញឲ្យអូនប៉ះនិងឲ្យបងរាល់ថ្ងៃអូនសុភីញញឹមទាំងទឹកភ្នែកអូនមិនខ្លាចការឃ្លាតទេបងបើបងនៅក្នុងបេះដូងអូនជានិច្ចខ្យល់ល្ងាចបក់រវិចមកប៉ះកាយាអ្នកកំឡោះនិងស្រស់ស្រីដូចជាកំពុងអបអរសាទរការជួបជុំរបស់ពួកគេស្នេហាដែលឃ្លាតគ្នាយូរកាន់តែជ្រៅនិងមានតម្លៃជាងមុនពីថ្ងៃនេះទៅរាល់ពេលពួកគេឃ្លាតគ្នាពួកគេចេះអត់ឱននិងទុកចិត្តគ្នាព្រោះពួកគេដឹងថាមិនថាចម្ងាយប៉ុណ្ណាទេបេះដូងទាំងពីរនេះនៅតែចងភ្ជាប់គ្នាដោយស្នេហាដែលមិនរលាយសាបសូន្យឡើយបន្ទាប់ពីថ្ងៃដែលពួកគេបានជួបគ្នាវិញការឃ្លាតគ្នាមិនមែនជារឿងឈឺចាប់ដូចមុនទេវាคล้ายទៅជាអ្វីមួយដែលធ្វើឲ្យពួកគេដឹងថាស្នេហារបស់ពួកគេរឹងមាំប៉ុណ្ណាថ្ងៃខែបន្តទៅសុភ័ក្រកាន់តែយកចិត្តទុកដាក់នឹងអូនសុភីខ្លាំងឡើងពេលព្រឹកគេជូននាងទៅធ្វើការពេលល្ងាចគេទៅទទួលនាងចេញពីធ្វើការវិញពេលនាងហត់គេធ្វើម្ហូបឲ្យពេលគេមានបញ្ហាការងារនាងជាអ្នកលើកទឹកចិត្តពួកគេចាប់ដៃគ្នាមិនត្រឹមតែសម្រាប់ស្នេហាប៉ុន្តែសម្រាប់អនាគតដ៏យូរអង្វែងយប់មួយក្រោមពន្លឺភ្លើងតូចដែលសុភ័ក្ររៀបចំជុំវិញសួនផ្ទះគេនាំអូនសុភីដើរចូលមកនាងភ្ញាក់ផ្អើលពេលឃើញផ្កានិងទៀនភ្លឺស្រស់ស្អាតបងមានរឿងអ្វីចង់និយាយសុភ័ក្រនិយាយដោយសំឡេងកំពុងញ័រគេដកប្រអប់តូចមួយចេញពីហៅប៉ៅហើយអ្នកកំឡោះយើងលុតជង្គង់ចោះសំនាងរៀបការអូនសុភីតាំងពីថ្ងៃដែលយើងឃ្លាតគ្នាបងដឹងថាបងមិនអាចរស់នៅដោយគ្មានអូនបានទេអូនព្រមរៀបការជាមួយបងទេអូនសុភីយកដៃបិទមាត់ដោយភ្ញាក់ផ្អើលនឹងរំភើបទឹកភ្នែកដោយលាយជាមួយការរំភើបសប្បាយរីករាយធ្លាក់ចុះមកដោយមិនដឹងខ្លួនសោះអូនព្រមរៀបការជាមួយបងទេអូនសុភីអូនព្រមណាស់បងសុភ័ក្រពាក់ចិញ្ចៀនលើម្រាមដៃនាងហើយអោបនាងយ៉ាងណែនប៉ះដើមទ្រូងរបស់ស្រស់វលៈពេលនោះព្រះច័ន្ទលើមេឃដូចជាភ្លឺជាងមុនហើយខ្យល់ត្រជាក់មកប៉ះកាយាដូចជាអបអរសាទរខែបន្ទាប់ពិធីមង្គលការត្រូវបានរៀបចំយ៉ាងកក់ក្ដៅពីគ្រួសារនិងមិត្តភ័ក្តិមកជួបជុំគ្នាអូនសុភីស្លៀកសម្លៀកបំពាក់ពណ៌សស្រស់ស្អាត
គណៈសុភ័ក្រឈររំភើបរងចាំនៅមុខវេទិកាពេលនាងដើរមករកគេបេះដូងសុភ័ក្រដូចជាឈប់លោតមួយផ្លេតហើយគេចាប់ដៃនាងនិងនិយាយស្បត់ស្នេហាបងសន្យាថានឹងថែរក្សានឹងស្រឡាញ់អូនមិនថាថ្ងៃល្អឬទៅថ្ងៃលំបាកអូនសុភីញញឹមតិចអូនក៏សន្យាដូចគ្នាមិនថាមានពេលណាឬក៏កលៈទេសៈណាទេអូននឹងនៅក្បែរបងជានិច្ចពេលពួកគេបដូរចិញ្ចៀននឹងខ្លាយទៅជាប្តីប្រពន្ធផ្លូវការសំលេងអបអរសាទរពេញភូមិតែម្ដងពេលភ្ញៀវត្រឡប់ទៅផ្ទះអស់សុភ័ក្រកាន់ដៃអូនសុភីឈរមើលមេឃដែលពេញទៅដោយផ្កាយអូនចាំថ្ងៃដែលយើងឃ្លាតគ្នាយូរទេចាំបានប៉ុន្តែថ្ងៃនេះបងធ្វើឲ្យអូនដឹងថាស្នេហាយើងមានតម្លៃប៉ុណ្ណាសុភ័ក្រញញឹមហើយថាប់ថ្ងាសសង្សារនាងស្រាលពីនេះតទៅมันមានការឃ្លាតគ្នាទៀតទេមានតែជីវិតដែលយើងដើរជាមួយគ្នាណាអូនណាចាប់ពីថ្ងៃនោះមកពួកគេមិនត្រឹមតែជាគូស្នេហាប៉ុន្តែជាគ្រួសារតូចមួយដែលពោរពេញទៅដោយសុភមង្គលលាយទៅដោយសំណើចការយល់ចិត្តនិងស្នេហាដែលកើតចេញពីការអត់ធន់និងការរងចាំយូរនោះស្នេហារបស់សុភ័ក្រនិងអូនសុភីមិនមែនជាស្នេហាដែលគ្មានឧបសគ្គទេប៉ុន្តែជាស្នេហាដែលឆ្លងកាត់ការឃ្លាតហើយនឹងការជ្រើសរើសយកគ្នារហូតដល់ថ្ងៃរៀបការនិងបន្តទៅជីវិតអស់កាលដ៏យូរ